ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំសូមចែករំលែកទាក់ទងទៅនឹងនីតិវិធីនៅក្នុងការស្នើសុំសិទ្ធិគ្រួសារនៅក្នុងវីដេអូនេះដែរខ្ញុំនឹងជម្រាបជូនបងប្អូនថាតើនរណាខ្លះដែលអាចស្នើសុំសិទ្ធិគ្រួសារបានហើយតើត្រូវមាននីតិវិធីដូចម្ដេចធ្វើនៅកន្លែងណាហើយត្រូវមានឯកសារភ្ជាប់នឹងអ្វីខ្លះទើបយើងអាចស្នើសុំបានចា៎ជាដំបូងការស្នើសុំសិទ្ធិគ្រួសារនេះគឺនាងខ្ញុំសូមនិយាយទៅលើករណីដែលបងប្អូនយើងទៅរៀបការហើយថ្មីថ្មោងចារៀបចំគ្រួសារចាបន្ទាប់ពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ហើយត្រូវការសៀវភៅគ្រួសារចាអញ្ចឹងនេះយើងអាចហៅបានថាជាការស្នើសុំសៀវភៅគ្រួសារសម្រាប់គ្រួសារថ្មីចាសម្រាប់នាងខ្ញុំសូមជម្រាបជូនបងប្អូនទាក់ទងទៅនឹងអត្ថប្រយោជន៍នៃការស្នើសុំសៀវភៅគ្រួសារនៅក្នុងករណីដែលយើងជាប្រជាពលរដ្ឋខ្មែរយើងបានរៀបការមានគ្រួសារចាថាតើសៀវភៅគ្រួសារហ្នឹងមានសារៈសំខាន់ដូចម្ដេចខ្លះសម្រាប់បងប្អូនយើងចាចំណុចទី1ហ្នឹងចាអត្ថប្រយោជន៍របស់សៀវភៅគ្រួសារហ្នឹងគឺថាមានបញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានប្តីប្រពន្ធកូនបង្កើតឬមួយក៏កូនស្មុំហើយសម្រាប់សៀវភៅគ្រួសារនេះត្រូវបានផ្ដល់សម្រាប់ការប្រើប្រាស់ដូចជាយើងយកទៅប្រើធ្វើជាសម្រាប់ស្នើសុំសម្បត្តិកំណើតឬមួយក៏សម្បត្តិបញ្ជាក់កំណើតហើយស្នើសុំសម្បត្តិអាពាហ៍ពិពាហ៍ឬក៏ស្នើសុំសម្បត្តិមរណភាពចាមួយទៀតតកតងជាមួយនឹងការដាក់ពាក្យចូលធ្វើការក៏ត្រូវការភ្ជាប់នៅឯកសារមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយនឹងសម័យខ្លួនដែលត្រូវដាក់ពាក្យស្នើសុំចូលបម្រើការងារហើយចំពោះសារៈសំខាន់មួយទៀតគឺយើងអាចយកទៅភ្ជាប់ដើម្បីធ្វើជាឯកសារយោងនៅក្នុងការបំពេញបែបបទធ្វើលិខិតឆ្លងដែនសារៈសំខាន់មួយទៀតនោះគឺសម្រាប់បញ្ជាក់អំពីសញ្ជាតិខ្មែរឬមួយក៏សម្រាប់ចុះឈ្មោះចូលរៀនចំពោះបុគ្គលត្រូវផ្ដល់នៅសៀវភៅគ្រួសារចាគឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរនិងកំពុងរស់នៅអចិន្ត្រៃយ៍នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងហើយសៀវភៅគ្រួសារនេះគឺមិនអាចប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬមួយក៏បញ្ជាក់ភាពជាកម្មសិទ្ធិនៅលើលំនៅឋានបានឡើយហើយចំណែកបុគ្គលដែលមិនត្រូវបានចុះបញ្ជីគ្រួសារនិងផ្ដល់សៀវភៅគ្រួសារគឺជនបរទេសដែលគ្មានសិទ្ធិចុះបញ្ជីគ្រួសារនិងប្រើប្រាស់សៀវភៅគ្រួសារនេះទេចំណែកបុគ្គលដែលមិនត្រូវចុះបញ្ជីគ្រួសារចាគឺជាជនបរទេសដែលមិនមានសញ្ជាតិខ្មែរគឺមិនអាចចុះសៀវភៅគ្រួសារនេះបានទេចំពោះឯកសារភ្ជាប់សម្រាប់ធ្វើសៀវភៅគ្រួសារគឺមានចំនួន5សំខាន់ទី1ត្រូវមានសៀវភៅស្នាក់នៅចាទី2ត្រូវមានសេចក្តីចម្លងសម្បត្តិកំណើតឬមួយក៏សេចក្តីចម្លងសម្បត្តិកំណើតចំពោះទី3អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានការបញ្ជាក់ទទួលស្គាល់ពីសាលាស្រុកឬមួយក៏ពីសាលាខណ្ឌហើយទី4គឺតកតងទៅនឹងសម្បត្តិអាពាហ៍ពិពាហ៍ករណីដែលបងប្អូនមានសម្បត្តិអាពាហ៍ពិពាហ៍បងប្អូនអាចភ្ជាប់ទៅជាមួយហើយករណីនេះបើសិនបើបងប្អូនអត់មានសម្បត្តិអាពាហ៍ពិពាហ៍ទេគឺមិនចាំបាច់ភ្ជាប់ទៅជាមួយទេហើយចំណុចសំខាន់ទី5ហ្នឹងគឺរូបថត4គុណនឹង6ចារូបថតប្តីហើយនឹងប្រពន្ធតកតងនឹងកន្លែងស្នើសុំសៀវភៅគ្រួសារនេះដែរគឺបងប្អូនអាចទៅដាក់ពាក្យស្នើសុំនៅប៉ុស្តិ៍នគរបាលឃុំសង្កាត់ដែលបងប្អូនកំពុងតែរស់នៅតម្លៃសេវានៃការធ្វើសៀវភៅស្នាក់នៅគឺមិនតម្រូវឲ្យបង់ប្រាក់នោះទេករណីដែលបងប្អូនមានឯកសារគ្រប់គ្រាន់ពេលទៅដល់ប៉ុស្តិ៍នគរបាលឃុំសង្កាត់គឺថារយៈពេលនៃការធ្វើសៀវភៅគ្រួសារចាត្រូវបានកំណត់រយៈពេល15ថ្ងៃករណីដែលបងប្អូនមានឯកសារគ្រប់គ្រាន់មិនខ្វះគឺទៅដល់ភ្លាមអាចបំពេញពាក្យស្នើសុំធ្វើសៀវភៅគ្រួសារហើយត្រូវរងចាំរយៈពេល15ថ្ងៃក្នុង website របស់ក្រសួងមហាផ្ទៃក៏បានជម្រាបជូនបងប្អូនដែរថាករណីដែលបងប្អូនទៅធ្វើសៀវភៅគ្រួសារហើយមានបញ្ហាណាមួយមិនប្រក្រតីកើតឡើងនៅពេលដែលប្រជាពលរដ្ឋហ្នឹងទៅស្នើសុំសេវាទាក់ទងទៅនឹងការធ្វើសៀវភៅគ្រួសារហ្នឹងគឺលោកអាចខលទៅលេខ1271ឬមួយក៏អាចទំនាក់ទំនងទៅតាមលេខទូរស័ព្ទ017 898 915ដោយឥតគិតថ្លៃហើយរៀងរាល់ម៉ោងធ្វើការករណីដែលបងប្អូនមានចម្ងល់ទាក់ទងទៅនឹងសៀវភៅគ្រួសារឬមួយក៏ទាក់ទងទៅនឹងអាពាហ៍ពិពាហ៍និងគ្រួសារចាបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានហើយករណីដែលបងប្អូនមានមតិយោបល់ចាជាការរិះគន់ក្នុងនៃការលំអនៅក្នុងវីដេអូរបស់នាងខ្ញុំបងប្អូនអាចចូល comment ខាងក្រោមបានហើយអរគុណច្រើនបងប្អូនសម្រាប់ការទេសនាវីដេអូរបស់នាងខ្ញុំចាជួបគ្នានៅវីដេអូលើក្រោយជម្រាបលា When all I can is thinking about you